របៀបលុបប្រវត្តិវីដេអូដែលយើងធ្លាប់មើលនៅក្នុង YouTube ច្រើនខែច្រើនឆ្នាំហើយមកយើងចង់លុបប្រវត្តិដែលយើងមើលនោះគឺយើងធ្វើបែបនេះបងប្អូនដើម្បីងាយស្រួលក្នុងការដែលយើងផុសវីដេអូទៅគឺវារាងទៅខាងហ្នឹងណាយើងធ្លាប់តែមើលវីដេអូអីផ្សេងតាក់ទងនឹងការចម្រៀងហ្គេមអីលេងឡើងគ្នាពេញហ្នឹងដល់ពេលយើងផុសវីដេអូទៅវាធ្វើឲ្យយើងហ្នឹងអត់រាងបានន័យថាបញ្ញូតិចឥឡូវតិចនិចដែលខ្ញុំបានធ្វើនេះគឺយើងត្រូវលុបប្រវត្តិវីដេអូនេះទៅខាង YouTube មកកាន់ YouTube ហើយយើងចុចខាង account យើងខាងក្រោមនេះមកអូខេវាចេញតម្រងបែបនេះបន្ទាប់មកយើងចុចខាងរូបកញ្ចក់ខាងលើអូខេបន្ទាប់មកយើងទៅមើលកន្លែងគ្រប់គ្រងប្រវត្តិទាំងអស់ខាងនេះមកអូខេវានឹងលោតទៅកន្លែងមួយទៀតអូខេវាចេញតម្រងបែបនេះបងប្អូននេះគឺជាវីដេអូដែលខ្ញុំធ្លាប់មើលកន្លងមកអូខេយើងចង់លុបគឺយើងស្រួលទីយើងចុចកន្លែងលុបនេះមកបន្ទាប់ពីយើងចុចលុបមកអូខេបន្ទាប់យើងចុចលុបទាំងអស់ខាងក្រោមនេះអូខេបន្ទាប់មកគឺយើងចុចលុបអូខេបន្ទាប់មកយើងចុចយល់ហើយវាលុបជាការស្រេចពុកម្ដងបងប្អូនប្រវត្តិដែលយើងធ្លាប់មើលគឺវាលុបជាការស្រេចលុបពេលស្វ័យប្រវត្តិ36ខែអូខេវីដេអូនឹងមានតែប៉ុណ្្នឹងទេបើគិតថាមានប្រយោជន៍មានតម្លៃកុំភ្លេច like comment ម្នាក់មួយផងអូខេបាយបាយ